បាទសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ជាទីរាប់អាននេះមកមើលទេសភាពស្រុកស្រែដែលមានដូងហើយនឹងមានដូងព័ទ្ធជុំវិញនឹងមានស្រះទឹកបាទពិតជាស្រស់ស្អាតពេលព្រឹកព្រលឹមស្រះទឹកមួយដើមដូងព័ទ្ធជុំវិញស្រះទឹកអង្គុយក្រោមដើមដូងស្ដាប់សំឡេងសត្វយំវាពិតជាអារម្មណ៍ស្រស់ស្រាយពេលដែលយើងស្មុគស្មាញតែយើងបានមកអង្គុយមើលធម្មជាតិមានទឹកស្រះមានស្មៅមានវាស្រែវាស្រូវនៅក្បែរមានដូងមានផ្លែដូងផ្លែដូងធម្មជាតិពិតនៅតាមស្រុកស្រែនេះជាទេសភាពស្រុកស្រែដ៏ស្រស់ស្អាតចំណែកឯបើយើងទៅលេចមើលនៅខាងនេះវិញគឺស្រូវវាស្រែវាស្រូវដែលប្រជាពលរដ្ឋយើងគាត់ធ្វើបាទស្អាតខៀវស្ងាត់ហ្មងមានផ្ទះប្រជាពលរដ្ឋក្បែរនឹងទៀតបាទនេះបាទស្អាតដើមដំឡូង